ចាជំរាបសួរពុកម៉ែបងប្អូនកូនក្មួយទាំងអស់គ្នាថ្ងៃនេះមកបបសាច់មាន់លាយលោតបងប្អូនចាដាក់អង្គហើយថែមលោតទៀតបងប្អូនចាបងប្អូនណាខ្លះធ្លាប់បបអង្គលាយលោតដូចខ្ញុំចាគ្រួសារខ្ញុំចូលចិត្តហូបបងប្អូនចាឡើងមកមើលគ្រឿងផ្សំមានអង្គមានលោតដែលខ្ញុំទិញពីផ្សារនេះជាផ្សិតខ្មៅហាផ្សិតក្រៀមហ្នឹងបងប្អូននឹងបង្គាក្រៀមការ៉ុតហើយសណ្តែកបដោះហើយនេះមានជីបន្លាជីបន្សុយហើយនឹងដើមខ្ទឹមបងប្អូនចាគៀនដៃហ្នឹងគឺដើមខ្ទឹមចាហើយបន្ទាប់មកខ្ញុំប្រើប៉ាតេដើមដូចនេះបងប្អូនចាដែលគេតែងតែដាក់បបរហើយខ្ញុំមានមាន់មួយដ៏ធំចាមាន់ស្រែបងប្អូនចាជាដំបូងខ្ញុំត្រូវត្រាំផ្សិតហ្នឹងឲ្យរីកសិនហើយបើគាក្រៀមដូចគ្នាបងប្អូនចាដាក់លាងហើយយើងត្រាំវាបន្តិចសិនទៅរួចហើយចាំមកចិញ្ច្រាំខ្ទឹមសនេះចិញ្ច្រាំរៀងច្រើនបន្តិចពីព្រោះចង់ឆាដាក់ឆាខ្ទឹមសដាក់លើបបរបងប្អូនចាខ្ញុំឲ្យតែហូបបបរលោតឬក៏បបរធម្មតាខ្ញុំចូលចិត្តដាក់ខ្ទឹមសឆានឹងច្រើនបងប្អូនចាឥឡូវលាងអង្គនេះគឺលាងយកទៅឆាចាខ្ញុំរាល់ពេលដែលបបរខ្ញុំតែងតែឆាអង្គភាគច្រើនបងប្អូនខ្ញុំកម្រដូចថាបបរអង្គដែលมันបានឆាបងប្អូនចាឥឡូវចាប់ផ្ដើមដាក់ប្រេងឆាចូលចាមុននឹងឆាអង្គត្រូវឆាខ្ទឹមសជាមុនសិនបងប្អូនដើម្បីយកអាខ្លាញ់ដែលយើងឆាខ្ទឹមសឬក៏ប្រេងដែលយើងឆាខ្ទឹមសហ្នឹងយកទៅឆាអង្គឲ្យវាឈ្ងុយបងប្អូនចាហើយថ្ងៃនេះប្រើអស់ដោយថារៀងហុយផ្សែងបន្តិចទេបងប្អូនចាដូចថាខ្យល់វិលវល់ណាចាអញ្ចឹងអស់ហ្នឹងដូចវាមិនសូវឆេះស្រួលអញ្ចឹងបងប្អូនចាប៉ុន្តែមិនថ្មីទេចានេះជាទម្លាប់ពួកយើងហើយពីព្រោះពួកយើងរស់នៅស្រុកស្រែជាធម្មតាប្រើអស់ជួនកាលទៅក៏ស្រួលដុតជួនកាលក៏មិនស្រួលដុតចឹងបងប្អូនចាឥឡូវដាក់ដាំទឹកបបរហើយដាក់កន្លះឆ្នាំងទៅមកចិតបន្លែមានតែការ៉ុតទេបងប្អូនចាឲ្យតែខ្ញុំបបរភាគច្រើនខ្ញុំចូលចិត្តដាក់ការ៉ុតលាយមួយចាចុះបងប្អូនដូចខ្ញុំដែរអត់ចាហើយនឹងផ្សិតក្រៀមចាផ្សិតក្រៀមឬក៏ផ្សិតខ្មៅនេះបបរដាក់ចង់និយាយថាពេលដែលយើងដាក់ក្នុងបបរមានរសជាតិទៅបងប្អូនចារសជាតិឆ្ងាញ់ចាខ្ញុំអត់ប្រើផ្សិតស្រស់ទេថ្ងៃនេះខ្ញុំប្រើផ្សិតក្រៀមឥឡូវចាប់ផ្ដើមមកកាត់ប៉ាតេចាប៉ាតេនេះជាធម្មតាកូនរបស់ខ្ញុំគាត់ចូលចិត្តដាក់ក្នុងបបរហ្នឹងច្រើនបងប្អូនចាសាច់ប៉ាតេគាត់អត់សូវចិត្តប្រហិតទេពេលដែលដាក់ក្នុងបបរមិនដឹងយ៉ាងម៉េចបងប្អូនចាកូនខ្ញុំទៅជាជួយចិត្តប៉ាតេភាគច្រើនជាងផាត់ពេលដែលដាក់បបរមាន់ឬបបរធម្មតាចាឥឡូវដាក់មាន់ស្ងោរហើយមាន់ខ្ញុំនឹងរៀងដូចថាមេពងរៀងដូចថាចាស់បន្តិចបងប្អូនចាប៉ុន្តែមិនថ្មីយើងស្ងោរយូរឥឡូវដាក់ផ្សិតដាក់ការ៉ុតចូលថែមអំបិលហ្នឹងបងវាបន្តិចទៅដាក់ទឹកត្រីបន្តិចចាហើយនេះជាប៊ីចេងចាបងប្អូនខ្លះគាត់ប្រើប្រេងខ្យងដែរប៉ុន្តែសម្រាប់ខ្ញុំអត់ចូលចិត្តដាក់ទេចាពីព្រោះប្តីខ្ញុំគាត់អត់សូវចូលចិត្តប្រេងខ្យងបងប្អូនចាឥឡូវមកទាំងរៀបមានគល់ខ្ទឹមជីបន្លាជីវ៉ាន់ស៊ុយអីគឺហាន់យកតែម្ដងបងប្អូនចា3មុខហ្នឹងគឺហាន់បញ្ចូលគ្នាចាកុំឲ្យពិបាកនៅចាប់ម្ដងមួយចាហាន់បញ្ចូលគ្នាហើយមកកាត់ក្រូចឆ្មាក្នុងបបរភាគច្រើនពួកយើងចូលចិត្តប្រើបងប្អូនចាហើយដែលអ្វីដែលខ្វះមិនបានគឺតាំងឆាយនឹងឯងចាដាក់ទៅដូចថារៀងមានជាតិតែម្ដងបងប្អូននេះជាសៀងឆាទេបងប្អូនហើយនឹងម្ទេសឆាខ្ញុំអត់បានបង្ហាញបងប្អូនអំពីឆាទេពីព្រោះខ្ញុំធ្វើទុកមុនហើយបងប្អូនចាឥឡូវឃើញថាស្ងោរមាន់ហ្នឹងចាប់ផ្ដើមពុះក្រាក់ហើយខ្ញុំក៏ចាប់ផ្ដើមដូចថាបងដុំស៊ុបកណបងប្អូនចាបងដុំស៊ុបកណហើយយើងអាចភ្លក់ទឹកបបរនឹងមើលសិនណាបងប្អូនមុននឹងយើងដាក់អង្គឬក៏ដាក់លោតអីយើងអាចភ្លក់មើលបានដែរបងប្អូនចាថាតើរសជាតិនឹងយើងអាចទទួលយកបានអត់សាប្រៃអីយើងបន្ថែមបន្ថយទៅតាមនឹងទៀតណាបងប្អូនចាឥឡូវស្រង់មាន់ចេញហើយខ្ញុំក៏បន្ថែមស្ករត្នោតហ្នឹងបន្តិចចាមិនហ៊ានដាក់ច្រើនទេបងប្អូនចាហើយមាន់ខ្ញុំមុនដំបូងខ្ញុំគិតថានឹងបេះសាច់ទេបងប្អូនដល់ពេលនៅស្វាត់ពេកខ្ញុំទៅជាកាប់ដុំទៅវិញចាប៉ុន្តែខ្ញុំកាប់រៀងដុំរៀងធំចាកុំឲ្យបែកឆ្អឹងច្រើនចាពេលដែលកាប់ហើយហ្នឹងគឺខ្ញុំដាក់ចូលក្នុងបបរនឹងម្ដងទៀតចា
បន្ទាប់មកដោយថាអង្គរីកហើយដាក់លើតដាក់ប៉ាតេអីចូលទៅជាការស្រេចទេបងប្អូនចាហើយខ្ញុំចូលចិត្តបន្ថែមនៅខ្ទឹមបំពងឬក៏ខ្ទឹមឆាហ្នឹងបងប្អូនចាដល់ហើយរសជាតិដូចខ្ញុំប្រាប់អញ្ចឹងរសជាតិសាបប្រៃផ្អែមអីបងប្អូនអាចថែមថយទៅតាមនឹងទៀតចាឥឡូវខ្ញុំនិយាយថារៀបចំដួសមួយគោមធំចាឲ្យបងប្អូនមើលចាថាតើបបរមាន់លាយលោតរបស់ខ្ញុំហ្នឹងវាដូចថាតំណងបែបណាបងប្អូនចាឥឡូវខ្ញុំចាប់ផ្ដើមនៅដាក់គ្រឿងក្នុងដាក់ឈាមដាក់អីចឹងកសៅមាន់ចាមួយគោមនេះពេញបឹបតែម្ដងបងប្អូនចាហើយដាក់សៀងឆាម្ទេសឆាតាំងឆាយខ្ទឹមបំពងជីតិចតិចទៅអូជាតិណាស់បងប្អូនអើយចាបញ្ចូលសំឡេងបដានឹកឃើញចង់ហូបបបរមាន់លីឡតនឹងម្ដងទៀតបងប្អូនចាដូចវាតំណងពេកតែម្ដងបងប្អូនចាហើយថ្ងៃនោះខ្ញុំពេលដែលបបរហើយនឹងគឺហៅបងប្អូនអីមកហូបជុំគ្នាបងប្អូនពីព្រោះបបរហ្នឹងរៀងឆ្នាំងត្រឹសដែរបងប្អូនចាឥឡូវចាប់ផ្ដើមដួសចែកគ្នាបងប្អូនចាចែកគ្នាឲ្យប្អូនឲ្យក្មួយអីដាក់សៀងដាក់ម្ទេសអីទៅតាមចិត្តចាវីដេអូខ្ញុំមានតែប៉ុណ្្នឹងអរគុណជម្រាបលា